សួស្តីបងប្អូនថ្ងៃនេះស្ងោរផ្ទីជាមួយនឹងសាច់ជ្រូកចិញ្ច្រាំដំបូងឡើយគឺយើងដាំទឹកឲ្យពុះហើយបង់ខ្ទឹមមកកំពឹសហើយនឹងដាក់សាច់ជ្រូកចិញ្ច្រាំចូលទៅបន្ទាប់មកយើងដាក់ទឹកត្រីអំបិលស្ករបន្តិចហើយនឹងម្សៅស៊ុបធ្វើពីបន្លែបងប្អូនឬក៏បងប្អូនអាចដាក់ប៊ីចេងក៏បានដែរហើយនឹងដាក់ម្រេចបន្តិចទៅបន្ទាប់មកយើងបង់ការ៉ុតចូលហើយនឹងយើងដាក់ផ្ទីចូលទៅបងប្អូនយើងកុំឲ្យវារលួយពេកវាអាចបាត់បង់វីតាមីនណាអញ្ចឹងសម្លស្ងោរផ្ទីជាមួយនឹងការ៉ុតរបស់យើងបានរួចរាល់ហើយបងប្អូននិយាយរួមរសជាតិឆ្ងាញ់បងប្អូនសាបល្មមយើងកុំញ៉ាំប្រៃពេកដើម្បីសុខភាពហើយផ្ទីនេះគឺវីតាមីនល្អណាស់ទាំងការ៉ុតនិងហើយផ្ទីបងប្អូនអាចធ្វើឲ្យកូនញ៉ាំឬក៏ញ៉ាំបន្ទាប់ពីយើងញ៉ាំបាយហើយយើងញ៉ាំសម្លនឹងលេងក៏បានដែរបងប្អូនគឺឆ្ងាញ់អញ្ចឹងយើងដាក់សាបល្មមវាល្អសម្រាប់សុខភាពយើងណាព្រោះផ្ទីធម្មជាតិអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំហើយបើមានកំហុសឆ្គងអីសូមអធិស្ឋានផងបងប្អូនដោយសារតែនេះគ្រាន់តែជាការបង្ហាញធម្មតាទេបងប្អូនមិនមែនជាអ្នកចេះដឹងខាងម្ហូបអីច្រើនទេបងប្អូនគ្រាន់តែជាការបង្ហាញជូនបងប្អូនខ្លះអញ្ចឹងបើមានខុសអីសូមអធិស្ឋានផងបងប្អូនចាអរគុណច្រើន